Ok, số đây là có khả ngay nãyខ្ញុំចង់មកបង្ហាញអំពីបាទដើមអំពិលមួយកន្លែងដែលមានអាយុកាលចូលយូរឯងបងប្អូនចូលអាយុចូល100ឆ្នាំជាងហើយដោយថាយាយបាទតាគាត់តែងនិយាយប្រាប់ក៏ដូចជាតគ្នារហូតដល់ឥឡូវដែរបាទគឺថាដើមអំពិលយើងមានអាយុកាលយូរហើយបាទចូលនេះវាចូលអាយុចូល100ឆ្នាំហើយបងប្អូនបាទហើយក៏ដូចជាយើងអោបខ្ទង់2ទៅ3នាក់បានជុំបាទគឺថារឿងធំដែរបងប្អូនហើយក៏ប៉ុន្តែដើមឈើដែលធំណាខ្ញុំតែងតែឆ្ងល់ថាចេះហេតុអ្វីដើមឈើដែលធំហើយតែងតែមានភ្លើងបាទភ្លើងហោះបងប្អូនពុកម៉ែបងប្អូនណាដែលឃើញភ្លើងបាទហើយបងប្អូនមួយចំនួនគាត់តែងតែឃើញបាទមិនដឹងថាឥឡូវនេះគឺថាមានទៀតឬក៏អត់បាទនិយាយទៅមកទៅបាទអធិស្ឋានលោកតាលោកយាយអើយគឺចាស់គឺព្រឺសក្បាលទីដែរហ្នឹងហើយបងប្អូនតែងតែឆ្ងល់ថាហេតុអ្វីបានតែងតែមានភ្លើងហោះបាទហោះពីដើមមួយទៅដើមមួយណាឲ្យតែដើមឈើមានអាយុកាលវែងបាទនេះគឺជាចម្ងល់ខ្ញុំអធិស្ឋានពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនថាមានតែស្គាល់ទេបាទហើយឬក៏ធ្លាប់ឃើញអត់ថាមានភ្លើងហោះមែនណាបាទក៏ប៉ុន្តែឥឡូវនេះគឺថារៀងដូចជាមិនសូវឃើញទេដោយសារតែខ្ញុំនិយាយជើពុកម៉ែបងប្អូនឬសារតែធ្លាប់ឃើញខ្លួនឯងផ្ទាល់ដែរកាលដែលខ្ញុំនៅតូចខ្ញុំទៅស្រែណាពេលល្ងាចខ្ទង់ដូចជាម៉ោង8ល្ងាចបាទ8យប់ពេលល្ងាចក៏យើងចាប់ផ្ដើមឃើញពុកម៉ែបងប្អូនហើយបាទគឺថាហោះធំមែនទេបាទខ្ទង់ដូចជាប៉ុណ្ឡាំងហ្នឹងបងប្អូនបាទវាហោះកាត់ព្រៃណាភ្លើងហ្នឹងបាទហើយក៏តាក់ទងជាមួយនឹងដើមឈើដែលគេថាដើមឈើធំតែងតែមានភ្លើងនៅហ្នឹងក៏ប៉ុន្តែតាមដែលយើងរៀនណាគឺថាមានដូចគេជេរថាមានជាតិបរតជាតិអីហើយក៏ប៉ុន្តែជាតិបរតរហូតដល់សប្តាហ៍ថ្ងៃដល់ពេលឥឡូវមិនក៏អត់មានពុកម៉ែបងប្អូនបាទហើយក៏ប៉ុន្តែពីដើមមិញដូចជាខ្ទង់ដូចជា10ឆ្នាំមុនអីណាទៅកាលដល់ព្រៃឈើយើងនៅក្រាបបាទព្រៃឈើយើងនៅមានច្រើនគឺថាផ្លែងជួបបណ្ដោយបាទអ្នកខ្លះឃើញនៅផ្ទះអញ្ចឹងបាទបងប្អូនយើងនៅក្នុងភូមិខ្ញុំនេះគាត់ថាឃើញហោះទៅវិញទៅមកបាទនៅតាមដើមអំពិលតាមដើមឈើអីផ្សេងបងប្អូនត្រង់ណាហើយយើងក៏ឆ្ងល់ដែរតែសម្រាប់ខ្ញុំវានៅតែស្រ័យចម្ងល់នឹងអត់តចេញបាទគេថាមកពីជាតិបរតដើមឈើជាតិបរតដើមឈើឧទាហរណ៍ដើមឈើដែលធ្លាប់មានដូចជាកន្លែងដែលភ្លើងហោះហ្នឹងឥឡូវមិនក៏បាត់បាទហើយដើមអំពិលមិនមានតែម្ដងទេបងប្អូនបាទគឺថាមានមួយដើមទៀតតែគាត់មានអាយុកាលចូល100ឆ្នាំដូចគ្នាបាទហើយភូមិយើងនេះបាទកន្លែងវត្តយើងនេះគឺថាដូចជាយើងសាងសង់មកថ្មីទេបាទហើយខ្ញុំក៏មានដូចជាព្រះបល្ល័ង្កបាទអ្នកភូមិអ្នកស្រុកបានទៅនិមន្តយកមកពីព្រៃខាងលិចណាបាទដោយយើងដាក់ភ្លេងពិណពាដើម្បីសុំពីអរិយអ្នកតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាផងដែរហើយការមជ្ឈបាយដឹកហ្នឹងយើងដឹកដោយរទេះគោទេកាលហ្នឹងខ្ញុំទៅតិចតូចពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចង់ស្គាល់ទីតាំងដែលព្រះបល្ល័ង្កដែលយើងទៅយកមកពីព្រៃខាងលិចហ្នឹងពុកម៉ែបងប្អូនចាំតាមដាននៅវីដេអូក្រោយទៅខ្ញុំនឹងធ្វើបាទហ្នឹងក្នុងវីដេអូនេះចាំមើលខ្ញុំបង្ហាញបងប្អូនឥឡូវយើងចូលមកវីដេអូយើងវិញបងប្អូនបាទទីធ្លាវត្តក៏ដូចជាបាទភូមិពីមុនយើងធ្លាប់នៅខាងលិចបងប្អូននៅភូមិមួយដែលគេហៅថាភូមិចាស់បាទនៅក្នុងនោះឆ្ងាយដូចជាទៅពីនេះដូចជាត្រឹម1គីឡូដីហើយយើងមួយទៀតយើងនៅខាងលិចនេះទៀតខាងលិចអូដែលជាភូមិយើងចាស់ដែរហើយឥឡូវនេះយើងមកនៅខាងនេះគឺថាយើងនៅទីទួលថ្មីទេដោយសារតែពីមុនចាស់យើងតែងតែរស់នៅបាទគាត់នៅតាមមាត់ដូចជាដងតាមមាត់ទឹកមាត់អីបងប្អូនបាទហើយហ្នឹងហើយបងប្អូនវីដេអូហ្នឹងប្រហែលជាខ្ញុំចាំទីទួលគឺថាខ្ញុំចាំចេញនៅពេលក្រោយឥឡូវយើងមកបង្ហាញអំពីដើមអំពិលនេះមួយសិនបាទគាត់តែងតែមានអាយុកាលយូរចេះដោយសារតែយើងបងប្អូនអើយរੂដើមឈើណាដែលមានអាយុកាលយូរមិនបានទេដោយសារតែខ្ញុំបាទដឹងតពីចាស់ក៏ដូចជាសាកសួរបាទលោកតាលោកយាយផងដែរគាត់ថាដើមអំពិលយូរហើយតាំងពីគាត់កើតមកឃើញបាទនៅប៉ុណ្ណាគឺថារៀងត្រឹសតែមិនប៉ុណ្្នឹងតិចតិចនៅនឹងរហូតដល់បាទហ្នឹងហើយពុកម៉ែបងប្អូនបាទវីដេអូយើងថ្ងៃនេះមិនមានជាថាប្រយោជន៍gìទេគ្រាន់តែថាជាការបង្ហាញខ្លះក៏ដូចជាបាទទស្សនាដើម្បីកំសាន្តអារម្មណ៍ក៏ដូចជាបាទដឹងពីប្រវត្តិសាស្ត្រខ្លះបាទហ្នឹងហើយពុកម៉ែបងប្អូនបាទជាប្រវត្តិសាស្ត្រនៅតាមតំបន់ទេអរគុណច្រើនពុកម៉ែបងប្អូនបាទវីដេអូយើងមានតែប៉ុណ្្នេះទេបាទសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូន